ហេតុអ្វីគួរឆៃសុខភាពត្រៀមមានផ្ទៃពោះជំរាបសួរនាងខ្ញុំវេជ្ជបណ្ឌិតទីស្វណ្ណរតន៍បម្រើការងារនៅមន្ទីរសម្រាប់ព្យាបាលនិងសម្ភពមាតាការឆៃសុខភាពត្រៀមមានផ្ទៃពោះជាទូទៅត្រូវឆៃទាំងបុរសនិងស្ត្រីដោយចាប់ផ្ដើមពីការពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសពីការថែទាំសុខភាពត្រៀមមានផ្ទៃពោះសម្រាប់បុរសត្រូវមានការធ្វើតេស្តឈាមមួយចំនួនរកមើលនៅជំងឺឆ្លងដូចជាថ្លើម B, C, A ស្វាយប្រមេះជាដើមក្នុងករណីណាមួយត្រូវទទួលការព្យាបាលឲ្យបានមុននិងចាប់ផ្ដើមមានកូនដើម្បីកុំឲ្យឆ្លងទៅដល់ស្ត្រីសម្រាប់ស្ត្រីមានការពិនិត្យដូចខាងក្រោមការពិនិត្យមើលអេកូស្បូនដើម្បីមើលថាស្ត្រីមានដុំឬគិសនៅស្បូនឬកន្សោមមេជីវិតដែលកត្តាមួយចំនួនត្រូវទទួលការព្យាបាលមុននឹងមានផ្ទៃពោះដើម្បីការពារកុំឲ្យមានផលប៉ះពាល់ដល់សុខភាពស្ត្រីការពិនិត្យរោគស្ត្រីរោគមើលជំងឺកាមរោគដែលត្រូវទទួលការព្យាបាលជាមុនសិនមុននឹងមានផ្ទៃពោះដើម្បីការពារកុំឲ្យមានការឆ្លងដល់កូនការពិនិត្យមើលកោសិកាមហារីកមាត់ស្បូនដើម្បីការពារជំងឺមហារីកមាត់ស្បូនពីព្រោះស្ត្រីត្រូវពោះពោះ9ខែ10ថ្ងៃក្នុងករណីមានការបម្រែបម្រួលកោសិកាក៏អាចមានផលប៉ះពាល់ដល់សុខភាពស្ត្រីដែរការពិនិត្យអេកូសូដនដើម្បីរកមើលភាពខុសប្រក្រតីដែលអាចព្យាបាលមុនឲ្យទាន់ពេលវេលាមួយវិញទៀតការពិនិត្យសូដនក្នុងពេលពោះពោះឬពេលបំបៅដោះកូនអាចពិបាកមើលការធ្វើតេស្តឈាមមួយចំនួនដូចជាភាពស្លេកស្លាំងក្រុមឈាមនិងកំណកឈាមដែលអាចប៉ះពាល់ដល់សុខភាពស្ត្រីក្នុងពេលពោះពោះនិងក្រោយសម្រាលតេស្តឈាមរកមើលមេរោគមួយចំនួនដូចជាថ្លើម B, C, A ស្វាយប្រមេះជាដើមដែលក្នុងករណីស្ត្រីមានការឆ្លងត្រូវការព្យាបាលដើម្បីកុំឲ្យឆ្លងទៅដល់កូនក្នុងកំឡុងពេលពោះពោះឬពេលសម្រាលឬក៏ពេលបំបៅដោះកូនការពិនិត្យមុខងារក្រពេញអុកមុនទីរ៉ូអ៊ីតពីព្រោះអាចប៉ះពាល់ការមានកូនឬអាចប៉ះពាល់សុខភាពទារកក្នុងផ្ទៃជាដើមការពិនិត្យមើលថាស្ត្រីមានអង្តិកការពារស្អុយហើយឬនៅក្នុងករណីមិនទាន់មានអង្តិកការពារស្អុយទេគួរចាំបាច់ត្រូវធ្វើការចាក់វ៉ាក់សាំងជាមុនពេលដែលស្ត្រីចាក់វ៉ាក់សាំងត្រូវការរយៈពេល2ទៅ3ខែទើបអាចមានផ្ទៃពោះបានបន្ទាប់ពីនេះស្ត្រីគួរមានការមើលជំងឺតំណពូជមួយចំនួនដូចជាជំងឺតាឡាសេមៀក្នុងករណីមានផ្ទុកយើងត្រូវមើលទៅលើបុរសថាមានផ្ទុកដែរឬអត់ក្នុងករណីណាមួយយើងអាចធ្វើការឆៃសុខភាពកូនក្នុងផ្ទៃឬក្រោយសម្រាលថាមានផ្ទុកជំងឺតំណពូជនេះអត់ដែលជំងឺនេះអាចឲ្យកូនមានភាពស្លេកស្លាំងបើមិនមានការព្យាបាលត្រឹមត្រូវទេអាចប៉ះពាល់ដល់សុខភាពដល់កូនដែរជាចុងក្រោយសូមជូនពរស្ត្រីគ្រប់រូបប្រកបដោយសុខភាពល្អសូមអរគុណសូមជម្រាបលា